bạn bong sầm mẹp nơi khung rươngแต่កំងនេះផងដែរខ្ញុំបាទគឺជាតួឯកប្រុសហើយចរិតលក្ខណៈរបស់ខ្ញុំគឺថ្មីខ្លាំងមែនតើសម្រាប់ខ្ញុំតែខ្ញុំអត់ទាន់អត់ដែរទទួលបានអត្តចរិតមួយហ្នឹងឯងគឺអត្តចរិតមនុស្សម្នាក់ដែលមើងម៉ាត់ហ៊ានដោះស្រាយជាមួយនឹងបញ្ហាដែលបានកើតឡើងនៅក្នុងផ្ទះមួយហ្នឹងដែលយើងអត់ដឹងថាវាមានបញ្ហាអីកើតឡើងពីមុនមកហើយរឿងហ្នឹងគឺវាអាចកំងខ្លាំងមែនតើនៅពេលដែលយើងដឹងថាអាចកំងទាំងអស់ហ្នឹងវាកើតឡើងដោយសារអីគឺយើងសោកខ្លាំងមែនតើដែលយើងនឹកស្មានអត់ដល់បានបងនៅក្នុងសាច់រឿងមួយហ្នឹងផងដែរវាបានបង្កប់អត្ថន័យច្រើនមែនតើជាពិសេសវាបានបង្កប់អត្ថន័យឲ្យមនុស្សរបស់យើងចេះគោរពនៅអ្វីដែលជាខ្លួនឯងស្រឡាញ់ខ្លួនឯងហើយយើងត្រូវតែធ្វើអ្វីមួយដែលវាសមស្របជាមួយនឹងសង្គមកុំធ្វើអ្វីមួយដែលប្រឆាំងអំពីសង្គមដែលសង្គមរបស់យើងវាស្អប់ពើមដូចជាការកាប់សម្លាប់គ្នាដូចជាការក្បត់ផិតគ្នាជាដើមខ្ញុំសុបងសុំជួយនឹងខ្ញុំបាទខ្ញុំបាទឆេងរតនៈជាតួអង្គវិបុលនៅក្នុងខ្សែភាពយន្តផ្ទះអាកំងថ្ងៃនេះការងារគួរសមហ្មងបាទបងសម្រាប់នៅក្នុងរឿងផ្ទះអាកំងនេះផងដែរខ្ញុំបាទគឺជាតួឯកប្រុសហើយចរិតលក្ខណៈរបស់ខ្ញុំគឺថ្មីខ្លាំងមែនតើសម្រាប់ខ្ញុំតែខ្ញុំអត់ទាន់អត់ដែរទទួលបានអត្តចរិតមួយហ្នឹងឯងគឺអត្តចរិតមនុស្សម្នាក់ដែលមើងម៉ាត់ហ៊ានដោះស្រាយជាមួយនឹងបញ្ហាដែលបានកើតឡើងនៅក្នុងផ្ទះមួយហ្នឹងដែលយើងអត់ដឹងថាវាមានបញ្ហាអីកើតឡើងពីមុនមកហើយរឿងហ្នឹងគឺវាអាចកំងខ្លាំងមែនតើនៅពេលដែលយើងដឹងថាអាចកំងទាំងអស់ហ្នឹងវាកើតឡើងដោយសារអីគឺយើងសោកខ្លាំងមែនតើដែលយើងនឹកស្មានអត់ដល់បាទបងអាចជួយបានហៅទីបានថាថាកំងតាក់ទងទៅនឹងអបិយជំនឿឬក៏បាត់រឿងរ៉ាវសង្គមឬក៏រឿងរ៉ាវភាសាឡើងបាទបងបាទនៅក្នុងហ្នឹងអាចកំងគឺវាពាក់ព័ន្ធជាមួយនឹងស្នេហាមួយដែលធ្វើឲ្យមនុស្សម្នាក់ស្លាប់នៅក្នុងផ្ទះហ្នឹងហើយគឺជាមនុស្សម្នាក់ដែលសំខាន់មែនតើដែលយើងអត់បានដឹងមុនទេថាគាត់គឺជាមនុស្សសំខាន់មែនតើនៅក្នុងផ្ទះហ្នឹងក៏ប៉ុន្តែយើងតែងតែគិតថាផ្ទះហ្នឹងវាមានបញ្ហាដោយសារតែគេចងឬក៏មានបញ្ហាដោយសារតែអីអញ្ចឹងទៅតែដល់ពេលដែលយើងដឹងថាអាចកំបាំងមួយហ្នឹងខ្មោចម្នាក់ហ្នឹងកើតឡើងដោយសារតែមនុស្សសំខាន់ដែលយើងស្គាល់មនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់យើងបានយើងដឹងថាវាសាហាវប៉ុណ្ណាបាទបងបាទនៅក្នុងសាច់រឿងមួយហ្នឹងវាអត់សូវមានភាពលំបាកសម្រាប់ខ្ញុំទេដោយសារតែខ្ញុំបានដាក់អារម្មណ៍ដល់នៅក្នុងសាច់រឿងមួយហ្នឹងដោយសារតែខ្ញុំស្រឡាញ់សាច់រឿងហ្នឹងខ្លាំងបាទបងនិយាយទៅវាអាចនិយាយបានថាវារំភើបសម្រាប់ខ្ញុំដែរដោយសារតែភ្លាមនៅពេលដែលខ្ញុំធ្វើតេស្តគឺតេស្តតួច្រើនខ្លាំងមែនតើក៏ប៉ុន្តែបងម្ចាស់ផលិតកម្មគាត់តាក់ទងមកថាខ្ញុំខ្លាចទៅជាតួឯកនៅក្នុងសាច់រឿងហ្នឹងហើយខ្ញុំបានមើលអំពីសាច់រឿងមួយហ្នឹងទៀតធ្វើខ្ញុំចង់សម្ដែងនៅក្នុងសាច់រឿងហ្នឹងខ្លាំងមែនតើបាទបើខ្ញុំចាប់អារម្មណ៍នៅលើសាច់រឿងមួយហ្នឹងដោយសារតែវាមានអាចកំបាំងវារឿងស្នេហាអាចកំបាំងហើយវាមានការដោះស្រាយបញ្ហាជាច្រើនហើយវាធ្វើឲ្យយើងចាប់អារម្មណ៍នៅក្នុងរឿងហ្នឹងហ្មងបាទបងនៅក្នុងសាច់រឿងមួយហ្នឹងផងដែរវាបានបង្កប់អត្ថន័យច្រើនមែនតើជាពិសេសវាបានបង្កប់អត្ថន័យឲ្យមនុស្សរបស់យើងចេះគោរពនៅអ្វីដែលជាខ្លួនឯងស្រឡាញ់ខ្លួនឯងហើយយើងត្រូវតែធ្វើអ្វីមួយដែលវាសមស្របជាមួយនឹងសង្គមកុំធ្វើអ្វីមួយដែលប្រឆាំងអំពីសង្គមដែលសង្គមរបស់យើងវាស្អប់ពើមដូចជាការកាប់សម្លាប់គ្នាដូចជាការក្បត់ផិតគ្នាជាដើមបាទជាចុងក្រោយផងដែរខ្ញុំបាទក៏សូមសំណូមពរទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចចូលរួមទស្សនាខ្សែភាពយន្តខ្មែរឲ្យបានច្រើនគាំទ្រខ្សែភាពយន្តខ្មែររបស់យើងឲ្យបានច្រើនដើម្បីឲ្យទាំងទស្សនីយភាពខ្មែររបស់យើងមានការរីកចម្រើនទៅមុខទៀតហើយរឿងរបស់នេះខ្ញុំជឿសុំទោសរឿងនេះផងដែរខ្ញុំជឿជាក់ថានឹងល្អមើលសម្រាប់បងប្អូនទាំងគ្នាកុំភ្លេចមកចូលរួមទស្សនាទាំងអស់គ្នា